អំពើក្បត់ពួកគឺជាអំពើបាបដែរណាញោមអំពើក្បត់ពួកលើវាដូចយើងអកតញ្ញូចំពោះគ្រួសារអញ្ចឹងជាអំពើបាបដែរណាព្រោះហេតុអីព្រោះយើងនៅក្នុងប្រទេសណាត្រូវឲ្យប្រយោជន៍យើងទុកដូចជាម្ដាយឪពុកមួយដល់ពេលប្រទេសនឹងត្រូវបានគេរករឿងបំផ្លាញម្ដាយថាបើយើងទៅចូលជើងមួយទៅត្រូវគេហៅថាអំពើក្បត់ម្ដាយមិនមែនធ្វើដោយចេតនាល្អទេគឺជាបាបកម្មហើយអំពើក្បត់ជាតិនឹងអាត្មាមិននិយាយពីរឿងបរលោកបរឡោកអីទេអាត្មាចោលបង្ហាញបច្ចុប្បន្នឲ្យឃើញចុះគេលំបាននឹងគេពួកអ្នកក្បត់ជាតិទាំងឡាយទីមួយឲ្យបាននៅជាមួយជាតិនោះទេយើងក្បត់ជាតិណាជាតិនោះក៏វាទាត់យើងចេញដែរមែនទេកណាកុំចាខ្ញុំទៅស្រាវជ្រាវសាវតាមើលចង់ឲ្យថាអាត្មាជាអាត្មាម្នាក់ឯងនៅលើមីក្រូរាល់ស្ដាច់ត្រាញ់ណារាល់មេតបណារាល់ខ្សែស្រឡាយរាជវង្សណាដែលមានប្រវត្តិក្បត់ទឹកដីខ្លួនឯងអត់ដែរបាននៅមួយកម្លាំងទេភាគច្រើនរត់ទៅស្រុកបាត់កាសរត់ទៅស្រុកឡើងហើយគេថាអីម្ដុំសូរិយោពណ៌សូរិយោស្អីស្អីនេះក្រោយនេះជាពិសេសជាងគេប្រវត្តិដល់អាក្រក់ជាងគេក្រោយវិញក៏បែកមកតិចរត់ទៅស្រុកគេតិចរត់ទៅស្រុកគេទៅកែនពីខាងក្រៅមកមិនឈ្នះទៅវិញព្រាត់ប្រាសទៅស្រុកគេជួនកាលគេសម្លាប់នៅនោះមកគេប្រើរួចគេសម្លាប់ចោលនៅនោះក៏មានជួនកាលនៅជាមួយគេធ្វើអ្នកបម្រើគេនៅនោះក៏មាននៅខ្មែរស្ដាច់ត្រាញ់ដល់ពេលច្បាំងឈ្នះទៅដើមក្រៅមកគេគ្រាន់តែទុកជាកាជះមួយទុកប្រើថ្ងៃក្រោយទៀតកណាកុំចានៅពេលដែលយើងក្បត់ជាតិវិធៈយើងចោលយើងក៏បាននៅសុខមួយជាតិដែរស្ដាយកណាកុំចាពួកក្បត់ជាតិទាំងឡាយដែរបាននៅមួយជាតិទេអត់ដែរបានសុខសាន្តនៅក្នុងប្រទេសទេអានេះនិយាយទៅរឿងអ្នកក្បត់ជាតិទេណាកណាកុំចាមិនមែននិយាយពីរឿងអ្នកចេញឆ្ងាយពីមាតុភូមិទៅព្រោះមូលហេតុផ្សេងទេកណាឃើញអត់ដល់ពេលទី2ផលអាក្រក់នៃអំពើក្បត់ជាតិគឺថាខ្លួនឯងនឹងពឹងហើយក្រោយទៅវាអាសោចគេអាសោចឈ្មោះបែកពួកបែកគណៈថយកម្លាំងចុះបាត់បងទំនុកចិត្តពឹងហើយក្រោយគេទុកជាឆ្កែជាឆ្មាខ្លាចជារបស់ដែលគេមើលងាយឲ្យតែក្បត់ជាតិពិតបត់ជាតិពិតមុំតបានលទ្ធផលហ្នឹងអាសោចគេទៅទេគ្មានជោគជ័យទេបរាជ័យទាំងអស់យើងក្បត់ចំពោះម៉ែឪវាដែលមានក្តីចម្រើនរុងរឿងពីណាវាត្រូវតែបរាមុខកណាអាលីអស់មុខក្រោយគង់តែលេទេអំពើក្បត់ជាតិហ្នឹងអានោះបើយើងនិយាយទូមន្ត្រីក្នុងស្រុកវិញណាកណាឲ្យតែកេងប្រវាញ់ពុកឲ្យលួយយូរឆាប់ស៊ីចាយបានតែមើលទោះបង្ហើយក្រោយគេរឹបអូសយកវិញអាមាគ្រប់ត្រចំណាត់ការរដ្ឋនៅត្រង់ថាបើប្រើអភិក្រមទី5វះកាត់មន្ត្រីពុកឲ្យលួយនោះកុំគ្រាន់តែដាក់គុកនេះនិយាយនោះគ្រាន់និយាយបែបលេងមិននិយាយឲ្យអនុវត្តតាមទេហើយជាទស្សនៈពលរដ្ឋមកចិត្តគិតថាបើមន្ត្រីអាក្រក់មានណាហើយត្រូវវះកាត់កុំគ្រាន់តែឲ្យជាប់គុកមែនប៉ះទ្របនៅច្រើនមនុស្សណាមិនបន្ថយជាប់គុកតែមួយផ្លេតទៅទ្របសល់ចេញមកវិញចាយវិញបើមិនយ៉ាងសល់ឲ្យប្រពន្ធកូនឲ្យស្រីឲ្យស្រាដែរជាប់គុកតែអញមួយបើសល់លុយច្រើនបន្ថយមនុស្សចាណាអញ្ចឹងត្រូវធ្វើអំពើពោលលុយឲ្យវាអត់មានខ្លឹមសារមិនពុកលុយដល់ណាគេយកវិញដែរអញប្រឹងដល់ណាបង្ហើយក្រោយត្រកតាមអាសេនេះមិនឲ្យអញ្ចឹងទាំងអស់រត់គួរតែយកទ្រព្យវិញអស់មន្ត្រីណាតែថាវាពួកលុយត្រូវតែវះហើយនោះត្រូវតែជាប់គុកប្រឈើមួយតុលាការនោះយកលុយវិញផងយកមកធ្វើស្ពានយកមកទិញអាវុធមិនយកដាក់កប៉ាល់ទេចង់និយាយថាយកមកឲ្យរត់វិញយកមកកសាងជាតិដល់ពេលចង់អ្នកប្រុងពុកលុយនោះវាមានខ្លឹមសារអីអញពុកលុយទៅណាបើគង់ឲ្យយកវិញដែរនេះពុកលុយដើម្បីសល់លុយនោះហើយជាប់គុកអីសិនក៏បានដែរលបចេញវិញទៅបើសំខាន់សល់លុយចុះបើលុយយកអស់ហើយអញ្ចឹងត្រូវយកវិញអស់ដាក់ក្នុងស្រុកក្រៅស្រុកយកវិញគ្រប់ត្រយកមកធ្វើបុណ្យជាតិនេះមិនមែនធ្វើវិហារទេគឺយកមកធ្វើស្ពានធ្វើថ្នល់ធ្វើសាលាយកមកបម្រើកងទ័ពយើងត្រូវការបង្រៀនកងទ័ពផងយកវិញអស់ហើយចាំឲ្យចាប់គុកក្រោយមែនទេញោមកណាកុំចានឹងនិយាយរឿងក្បត់ជាតិលក្ខណៈបុគ្គលបើក្បត់ជាតិលក្ខណៈក្រុមគឺបែកក្រុមហើយបែកបាក់ពួកអរត់អរិយគ្មានសល់ហ្នឹងក៏កម្មផលហើយញោមកម្មផលទាំងឡាយវានៅជាមួយយើងនឹងវាជ្រាបនៅមួយយើងគាត់យើងមើលវាមិនយល់
ยังអំពើក្បត់ចិត្តមាតុភូមិរបស់ខ្លួនឯងជាអំពើបាបដែរណាដូចយើងក្បត់ម៉ែឪចឹង គណៈគុំចាស់ បន្ទុះម៉ែឪដូចអំពើអកតញ្ញូមួយចឹងជាអំពើបាបធ្ងន់ណាស់